This color psychology, the way different color can affect the emotion depend largely on the colors, brightness, shade, tint or tone, and whether it's cool or warm tone. ណែឃើញ color ការប្រើប្រាស់ color ការនេះ poster ពីនេះយ៉ាងថា poster ចុះអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ color ចេះពណ៌វារៀង like ចាស់ចាស់មើលទៅ like សកត់សកង like sadness អីចឹងទៅមើលទៅឃើញទៅយើងដឹងហ្មងថាអូណៃវា sad ជាងទៅដល់ពេលយើងប្រើ colorful ប៉ុន្តែវាមើលទៅយើងដឹងថាអូនេះ happy ហ្មងយើងមើលទៅ fresh ហ្មងអញ្ចឹងការប្រើប្រាស់ color ហ្នឹងគឺវាធ្វើឲ្យ emotion ផងអ្នកប្រើប្រាស់ហ្នឹងប្រែប្រួលដែរដឹងដែរនេះ red នេះផ្កាអ្នកឃើញផ្កាអញ្ចឹង red make you feel passionate and energy អញ្ចឹងនៅពេលដែលយើងឃើញផ្កាគឺយើង fresh ហ្មងអាហ្នឹងជាទូទៅភាគច្រើនហ្មងអានេះ yellow make you feel happy and sportiness like យើងឃើញ sunset នេះ so អ្នកនរគ្នាចូលចិត្តមើល sunset ខ្ញុំក៏ចូលចិត្តមើលអញ្ចឹងនៅពេលដែលយើងមើល sunset ឬក៏ sunrise ធ្វើឲ្យយើងហ្នឹង feel like fresh or calm down អញ្ចឹងទៅ release stress អញ្ចឹងទៅអានេះ purple green make you feel optimized and transfer purple make you feel creative pink make you feel playful and romantic អានេះគឺជា gender difference men vs women អញ្ចឹង women គេ define ថាពណ៌ blue គឺគាត់ចូលចិត្ត 30% green 14% purple 20% អញ្ចឹងទៅអញ្ចឹងដល់ពេល men វិញគឺគាត់ចូលចិត្ត blue ច្រើនជាងអញ្ចឹងគឺយើងត្រូវដឹងអំពី color psychology ថា website របស់យើងឧទាហរណ៍តតងជាមួយនឹងគ្រឿង cosmetic អញ្ចឹងយើងប្រើវា website តតងជាមួយនឹង cosmetic យើងត្រូវប្រើ target អ្នកប្រើប្រាស់របស់យើងហ្នឹងគឺប្រកាសណាជាស្ត្រីហីអញ្ចឹងយើងត្រូវប្រើប្រាស់ color យើងត្រូវដឹងថាពួកគាត់ចូលចិត្ត color ម៉េច sim ម៉េចអញ្ចឹងធ្វើឲ្យwebsite ហ្នឹងគប់ផ្សំជាមួយនឹង color ហ្នឹងធ្វើឲ្យតាក់ទាញនៅការនៅអ្នកប្រើប្រាស់អញ្ចឹងដល់ពេលតាក់ទងជាមួយនឹងគ្រឿងផ្សំប្រើប្រាស់មនុស្សប្រុសយើងក៏ត្រូវដឹងពី color ដែលមនុស្សប្រុសពេញឬក៏ចូលចិត្តផងដែរយើងមិនចេះតែ design ទៅឧទាហរណ៍ថាយើង design តាក់ទងជាមួយនឹង cosmetic ឧទាហរណ៍ណាយើងទៅប្រើពណ៌ខុសផ្សេងអញ្ចឹងធ្វើឲ្យcolor website យើងនោះវាអត់ចាប់អារម្មណ៍អញ្ចឹងធ្វើឲ្យ product យើងក៏វា low quality នៅក្នុងការលក់ចេញដែរនេះគឺជា color popularity by age group like young adult blue 21% green 1% អញ្ចឹងទៅ adult ចូលចិត្ត blue 30% middle age ចូលចិត្ត 30% ដល់ពេល senior ចូលចិត្ត 39% អញ្ចឹងទៅអានេះគឺជាភាគរយនៃការចូលចិត្តផលlike age របស់យើងទៅតាមអាយុរបស់យើងអញ្ចឹងយើងត្រូវtarget audience របស់យើងហ្នឹងដាក់ព្រោះវាជាអត្តពលទៅលើការគិតការយល់ឃើញឬក៏ marketing ឬក៏ material ផ្សេងៗទៅespecially គឺយើង consider ទៅលើ color នៃការរសជាតិឬក៏ចំណង់ចំណូលចិត្តខុសៗគ្នាគឺ base ទៅលើអាយុរបស់អ្នកប្រើប្រាស់ These colors are based on the brand's logo to recognize clear about the product មានន័យថាឧទាហរណ៍ថា picture ការ design គឺយើងមិនចេះតែប្រើ color ឯងឧទាហរណ៍ថា logo របស់យើងគឺពណ៌ផ្កាឈូកប៉ុន្តែដល់ពេល website របស់យើងប្រើមានពណ៌ផ្កាឈូកសោះអាហ្នឹងមានថាវា contrast ខ្លាំងហើយអញ្ចឹងវាអត់ make sense ទេអញ្ចឹងនៅពេលដែល logo របស់យើងពណ៌អីគឺយើងព្យាយាមប្រើ main color ពណ៌ដូច logo ទៅប៉ុន្តែកុំវាប្រើខ្លាំងពេកក៏អាចវាធ្វើឲ្យ website របស់យើងហ្នឹង disappear ដែលមើលទៅអត់គួរឲ្យចាប់អារម្មណ៍ទេអញ្ចឹង mostly គឺយើងត្រូវតែ based on ទៅលើ brands logo របស់យើងដើម្បី recognize clearly about អំពី product របស់យើងចឹងទៅtypography តកតងជាមួយនឹងអក្សរការប្រើប្រាស់អក្សរគឺយើងមក website គឺយើងត្រូវតែជ្រើសរើសការប្រើប្រាស់អក្សរមកពីច្រើនឥឡូវគេចូលចិត្តប្រើអក្សរដែល clean អត់ចូលចិត្តប្រើអក្សរចេះទេនេះឃើញអ្នកគ្នាជើងញ៉ៃៗអញ្ចឹងអាហ្នឹងសេរីចាស់ហើយឥឡូវគេចូលចិត្តប្រើអក្សរដែល clean ដូចជា pop pen ឬក៏លេខមួយទៀត robot តែខ្ញុំអត់ចាំដែរប៉ុន្តែគឺគេការប្រើប្រាស់អក្សរហ្នឹងគឺឥឡូវពេញនិយមតាវា clean អត់មានជើងមានអីចឹងទេ